នឹងពេជ្របើកទ្វារហើយឲ្យតម្លាក់ខ្លួននៅកន្លែងណាបើផ្ទះតូចដល់ថ្នាក់នេះកុំនិយាយច្រើនអីឆាប់រកកន្លែងលាក់ខ្លួនភ្លាមទៅឆាប់ទៅប្រាប់ពួកបាវព្រីវឲ្យទៅជញ្ជូនប្រាក់ក្នុងហឹបខាងលើផ្ទះធំយកមកចាក់នៅត្រង់នេះមករឿងចៅសុកចៅសៃកាលពីព្រេងនាយមានបរិសុទ្ធពីរនាក់ជាសម្លាញ់នឹងគ្នាម្នាក់ឈ្មោះចៅសៅម្នាក់ឈ្មោះចៅសុងបានបួសនៅវត្តជាមួយគ្នាលុះបួសយូរបន្តិចក៏សឹកមកវិញហើយក៏ជាសម្លាញ់នឹងគ្នាទៀតសម្លាញ់ថ្ងៃមុខតើឯងគិតធ្វើអ្វីបន្តទៀតគ្នាមិនតន់គិតនៅឡើយទេមិនអីទេសម្លាញ់គិតមួយជំហានដើរមួយជំហានចុះឯងឆ្លាតអញ្ចឹងថ្ងៃក្រោយប្រកាសជាបានខ្ពស់មុខខ្ពស់មាត់រស់នៅសុខស្រួលមានទ្រព្យសម្បត្តិចំណែកគ្នាវិញថ្ងៃមុខមិននឹងទៅជាយ៉ាងណាទេកុំមើលស្រាលខ្លួនឯងបែបនេះអីសម្លាញ់មនុស្សយើងកើតមកសុទ្ធតែមានភាពខ្លាំងរៀងខ្លួនហើយមិនថាថ្ងៃក្រោយទៅជាយ៉ាងណាពួកយើងពីរនាក់នៅតែជាសម្លាញ់នឹងគ្នាបើមានអ្នកណាក្រត្រូវតែជួយគ្នាមិនបោះបង់គ្នាឡើយក្នុងមួយជីវិតនេះគ្នាសំណាងបំផុតដែលមានឯងជាមិត្តសម្លាញ់របស់គ្នាក្រោយមកបរិសុទ្ធទាំងពីរនាក់ក៏មានប្រពន្ធកូនរស់នៅប្រកបរបររកស៊ីទីតីពីគ្នាចៅសុកលុះរកស៊ីយូរទៅក៏មានទ្រព្យរបស់ច្រើនឯចៅសៅល្ងងខ្លៅក្រលំបាកហើយប្រពន្ធមានសហាយផងអ្នកអើយមើលណែខ្ញុំលក់ត្រីទិញបានអីវ៉ាន់ច្រើនណាស់ល្មៀតបុកប្រេងម្សៅហើយនឹងសម្លៀកបំពាក់ថ្មីទៀតផងខ្ញុំទិញអស់ហើយចុះបើឯងទិញរបស់អស់នឹងអស់អញ្ចឹងចុះបានប្រាក់អាណាទិញអំបិលអង្ករទឹកត្រីទៅហើយត្រឹមអង្ករទឹកត្រីនឹងណាចាំខ្ញុំទៅជឿគេសិនក៏បានដែរតែបងមិនចង់ឲ្យជំពាក់បំណុលគេសោះហើយបើលក់ត្រីអស់ទៅហើយមិនទុកខ្លះសោះអញ្ចឹងល្ងាចនេះយើងបានអីឆៃទៅហើយរឿងច្រើនមែនប៉ុណ្ណឹងក៏ស្មុគស្មាញដែរបើហុកនៅមានប៉ុនមេដៃមេជើងហ្នឹងចាំដាក់ដាំបាយឆ្អិនរួចខ្ចប់ស្លឹកចេកយកទៅចំហុយប៉ុណ្ណឹងក៏រួចមួយពេលហើយចៅសុកពេលដឹងថាប្រពន្ធចៅសៅមានសហាយហើយក្រលំបាកដូច្នោះក៏ធ្វើដំណើរពីចម្ងាយទៅសួរសុខទុក្ខចៅសៅមានអ្នកណានៅផ្ទះដែរទេអ្នកណាមករកស្អីថ្មនេះសម្លាញ់សងតាត្រូវឲ្យសម្លាញ់គឺគ្នាដើរកាត់ពីស្រុកមួយមកភូមិមួយសួរអ្នកនេះសួរអ្នកនោះលំបាកណាស់ទម្រាំតែរកឃើញផ្ទះឯងនិយាយអញ្ចឹងសម្លាញ់ឯងខានជួបគ្នាយូរសុកទុកយ៉ាងណាដែរគ្នាសុកទុកធម្មតាទេគ្រាន់តែរកមួយថ្ងៃរួមមួយថ្ងៃតែប៉ុណ្្នឹងឯងចៅសុកដល់ឃើញចៅសៅក្រលំបាកដូច្នេះក៏មានគំនិតបបួលចៅសៅទៅរកស៊ីសម្លាញ់ឯងគិតយ៉ាងម៉េចដែរបើខ្ញុំចង់បបួលឯងទៅរកស៊ីជាមួយគ្នាយ៉ាងហោចណាស់ជីវិតរបស់ឯងអាចនឹងបានល្អប្រសើរជាងនេះសម្លាញ់និយាយពិតមែនណាខ្ញុំមិនចង់រស់នៅបែបនេះតទៅទៀតដែរបានរកស៊ីជាមួយឯងខ្ញុំសប្បាយចិត្តណាស់អញ្ចឹងប្រសើរណាស់តែមិនថាមានរឿងអ្វីសម្លាញ់ត្រូវតែស្ដាប់តាមពាក្យរបស់ខ្ញុំល្អគ្នាស្ដាប់តាមឯងគ្រប់យ៉ាងចៅសៅក៏យល់ព្រមតាមពាក្យរបស់ចៅសុកចៅសុកក៏បបួលចៅសៅទៅកាប់ឈើធ្វើក្តាមម្ជូរលក់ចៅសៅតាមពាក្យចៅសុកក៏យល់ព្រមទៅជាមួយគ្នាកាលពីមុនគ្នាមកកាប់ឈើធ្វើអស់ទុកគ្រាន់តែយកទៅលក់ផងទុកប្រើខ្លួនឯងផងតែឥឡូវឯងបបួលគ្នាកាប់ឈើធ្វើក្តាមម្ជូរគិតទៅក៏មិនយ៉ាងដែររបស់លក់ម្ជូរបែបនេះកម្រនឹងមានអ្នកណាធ្វើណាដូច្នេះហើយបើយើងចង់លក់គឺមិនពិបាកនោះទេឯងនេះចំជាឆ្លាតមែនគ្នាសុំសរសើរឯងតែម្ដងមិនហ៊ានទទួលទេសម្លាញ់ឯកូនសេដ្ឋីដែលមានសហាយនឹងនាងពេញដែលជាប្រពន្ធចៅសៅកាលបើឃើញចៅសៅមិននៅផ្ទះដូច្នេះក៏ទៅដេកនឹងប្រពន្ធចៅសៅក្រអូបណាស់កុំធ្វើអញ្ចឹងមើលបងគួរតែឆាប់ត្រឡប់ទៅវិញបើបងសៅមកឃើញច្បាស់ជាវីវមិនខានទេទៅខ្វល់ធ្វើស្អីអាប្តីអត់បានការនឹងរាល់ថ្ងៃចេះតែកាប់អស់នឹងរកត្រីវាមិននឹងអាចថ្នាក់ថ្នមអូនបានល្អដូចបងទៅបាននៅជាមួយបងបែបនេះអូនមានសេចក្តីសុខខ្លាំងណាស់មិនដូចជាប្តីអូនទេក្រក៏ក្រហើយសាំញ៉ាំច្រើនទៀតគួរឲ្យធុញខ្លាំងណាស់អូនកុំអារម្មណ៍អីឲ្យតែមានឱកាសបងនឹងកំចាត់វាភ្លាម
ហើយពួកយើងទាំងពីរនាក់នឹងបានរស់នៅជាមួយគ្នាជាក់ជាមិនខាន ជារៀងរាល់ថ្ងៃរាល់ពេលចៅសុកនិងចៅសៅធ្វើបានក្តាមមឈូសមួយហើយនាយទាំងពីរក៏យកមកដាក់ក្នុងផ្ទះចៅសៅហើយទៅធ្វើក្តាមមឈូសទៀត អ្នកខ្ញុំយកមកឈូសមកទុកនៅទីនេះសិនព្រឹកស្អែកទៅពួកបងសែងយកទៅលក់អ្នកជួយមើលឲ្យស្រួលបួផងខ្ញុំនឹងអ្នកសុកទៅព្រៃរកកាប់ឈើសិនហើយព្រឹកបន្តិចទើបត្រឡប់មកវិញ មិនអីទេអ្នកទុកចិត្តចាស់ខ្ញុំនឹងមើលការខុសត្រូវក្នុងផ្ទះឲ្យបានល្អ តោះសម្លាញ់យើងឆាប់ចេញដំណើរទៅនឹងអាចឆាប់ត្រឡប់មកវិញចំណែកឯកូនសេដ្ឋីពេលឃើញនាយសៅចេញទៅកាប់ឈើដូច្នេះក៏ទៅដេកនឹងនាងពេជ្រដូចសពដងទៀតលុះធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវចៅសុកក៏ធ្វើជាឈររេរាបងអង្គដំណើរមិនចង់ទៅមុខហើយក៏ឈប់អង្គុយក្រោមដើមឈើធំមួយ មិនក៏ស្ងាត់ហើយអញ្ចឹងចំអាណាអ្នកសុកហេសម្លាញ់ហេតុអីក៏មកអង្គុយនៅត្រង់នេះទៅវិញនៅសុកគ្នាស្រាប់តែឈឺក្បាលងឹតមុខមិនដឹងទេទើបមកអង្គុយនៅត្រង់នឹងសិនទៅបើឯងមិនសូវខ្លួនដូច្នេះពួកយើងគួរតែត្រឡប់ទៅវិញពេលសម្លាញ់បានធូរហើយសឹមទៅកាប់ឈើបន្តល្អណាស់សម្រាប់ថាបែបនេះចុះ ពេលមកដល់មុខផ្ទះចៅសៅចៅសុកខំដើរប្រញាប់មកមុនហើយស្រែកហៅប្រពន្ធចៅសៅឲ្យបើកទ្វារនឹងពេជ្របើកទ្វារសម្លាញ់ឯងគួរអីក៏គួរយ៉ាងនេះឯងមិនស្រួលខ្លួនខ្លាំងមែនទេត្រូវហើយគ្នាឈឺក្បាលស្ទើរតែផ្ទុះទៅហើយទើបចង់ឆាប់ទៅសម្រាយបានធូរបន្តិចអញ្ចឹងទេតែមិនបានជាប្រពន្ធគ្នាមិនទាន់បើកទ្វារទៀតអ្នកបើកទ្វារតិចមកពួកបងត្រឡប់មកវិញហើយឯកូនសេដ្ឋីឮចៅសុកនិងចៅសៅមកដល់មាត់ទ្វារផ្ទះដូច្នេះក៏ផិតភ័យណាស់ព្រោះរត់ពុំរួចវីវហើយធ្វើយ៉ាងម៉េចទៅក្រែងអូននិយាយថាព្រឹកស្អែកទៅពួកវាត្រឡប់មកវិញមិនអញ្ចឹងហេតុអីពេលនេះពួកវាបាយជាមកឈរនៅមាត់ទ្វារទៅវិញអើយហើយខ្ញុំមិននឹងដឹងទៅកុំនិយាយច្រើនអីឆាប់រកកន្លែងលាក់ខ្លួនភ្លាមទៅហើយឲ្យទម្លាក់ខ្លួននៅកន្លែងណាបើផ្ទះតូចដល់ថ្នាក់នេះត្រូវហើយបងចូលលាក់ខ្លួនក្នុងមឈូសក្បែរនោះសិនពេលពួកគេចាក់ចេញចាំបងត្រឡប់ទៅវិញនាងពេជ្រឲ្យសហាយចូលដេកក្នុងក្តាមមឈូសហើយទៅបើកទ្វារឲ្យចៅសុកនិងចៅសៅចូលទៅក្នុងផ្ទះនាងពេជ្រនាងធ្វើស្អីយូរម្ល៉េះពេលនេះទើបតែមកបើកទ្វារអញ្ចឹងខ្ញុំដេកលក់មួយសបកទៅមិនបានលឺអ្នកទាំងពីរគោះទ្វារតែមិនក៏អ្នកទាំងពីរត្រឡប់មកវិញអ្នកសុកឈឺក្បាលខ្លាំងទើបនាំគេត្រឡប់មកសម្រាប់វិញអ្នកទៅដណ្ណាំបាយខ្ចប់ប្រហុកឲ្យបងនិងអ្នកសុកឆៃផងចាអ្នកចៅសៅប្រាប់ឲ្យនាងពេជ្រទៅដណ្ដាំបាយឯចៅសុកដោយដឹងថាសហាយនាងពេជ្រដេកក្នុងក្តាមមឈូសក៏ប្រាប់ទៅចៅសៅសម្លាញ់ឯងទៅរកផ្ដៅមកចងក្តាមមឈូសនេះទុកទៅក្រែងលោមានចោលមកលួចចាំគ្នាទៅរកចៅសៅពុំដឹងថាប្រពន្ធមានសហាយក៏ធ្វើតាមពាក្យចៅសុកបង្គាប់យកខ្សែមកចងក្តាមមឈូសទុំពេលចងរួចស្រេចហើយក៏យកដៃគោលបោះថែមទៀតលុះព្រឹកឡើងចៅសៅប្រើប្រពន្ធឲ្យទៅទិញអីវ៉ាន់ហើយនាងពេញក៏ហួសទៅប្រាប់សេដ្ឋីលោកសេដ្ឋីនាងពេជ្រមកសុំជួបលោកទៀនលោកសេដ្ឋីខ្ញុំមានរឿងសំខាន់ចង់ជម្រាបលោកមានរឿងស្អីឆាប់និយាយមកគឺណែសូមលោកសេដ្ឋីនៅចាំទិញមឈូសត្បិតកូនសេដ្ឋីទៅដេកនឹងខ្ញុំហើយប្តីខ្ញុំអត់តាន់ទើបគាត់រត់ទៅលាក់ខ្លួនក្នុងមឈូសឥឡូវនេះប្តីខ្ញុំសែងយកមកលក់ព្រឹកនេះហើយថាម៉េចហើយអានេះវានាំរឿងឈឺក្បាលឲ្យយើងតតែបានឆើតឯងឆាប់ទៅចាំមើលបើឃើញនរណាសែងមឈូសមកលក់ត្រូវប្រញាប់មកប្រាប់យើង
ចំណែកនាងត្រឡប់ទៅវិញចុះ ចាលោកសេដ្ឋីមិនយូរប៉ុន្មានចៅសុកនិងចៅសៅក៏សែងក្តាមមកឈូមកលួស្រែកពពាយនាយមកដល់មុខផ្ទះសេដ្ឋី មានអ្នកណាចង់ទិញក្តាមម្ជូរទេអេអ្នកទាំងពីរឈប់សិនអូលោកសេដ្ឋីចង់ទិញក្តាមម្ជូរមែនទេត្រូវហើយតើលោកលក់តម្លៃប្រមាណអញ្ចឹងចូលលោកសេដ្ឋីចាក់ប្រាក់នៅលើដីឲ្យស្មើនឹងម្ជូរនេះទើបខ្ញុំព្រមលក់ម្ជូរនេះឲ្យទៅលោកហ៎ថាម៉េចលោកដូចជាលេងសើចជ្រុលពេកហើយខ្ញុំមិនបានលេងសើចទេបើលោកសេដ្ឋីមិនចង់ទិញខ្ញុំក៏មិនបង្ខំលោកដែរតែយើងទៅសម្លាញ់ជប់សិនមកឈូមួយនេះខ្ញុំទិញអាចហត់ឆាប់ទៅប្រាប់ពួកបាវព្រីវឲ្យទៅជញ្ជូនប្រាក់ក្នុងហឹបខាងលើផ្ទះធំយកមកចាក់នៅត្រង់នេះមកបាទលោកសេដ្ឋីសេដ្ឋីប្រើខ្ញុំកំដរឲ្យទៅយកប្រាក់មកចាក់ស្មើនឹងមឈូសដើម្បីប្រគល់ឲ្យចៅសុកនិងចៅសៅព្រោះខ្លាចកូនរបស់គាត់ថប់ដង្ហើមស្លាប់ហើយចៅសុកនិងចៅសៅក៏យកប្រាក់ទាំងអស់នោះត្រឡប់មកផ្ទះវិញក្រោយមកចៅសៅក៏យកនាងពេញធ្វើប្រពន្ធដូចដើមចំណែកនាងពេញឃើញប្តីរកស៊ីបានសមប្រកបដូច្នេះក៏លែងមានគំនិតផិតក្បត់តទៅទៀតអូសទូកមិនឲ្យរអាមចាប់ត្រីបានមិនឲ្យល្អក់ទឹក